បុព្វកថាសៀវភៅសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃ How to Win Friends and Influence People ត្រូវបានបោះពុម្ពដំបូងនៅឆ្នាំ1937ដែលបោះពុម្ពត្រឹមតែប្រមាណ 5,000 ក្បាលប៉ុណ្ណោះនៅពេលនោះមិនថាជា Dale Carnegie និងគ្រឹះស្ថានបោះពុម្ព Simon and Schuster សុទ្ធតែមិននឹកស្មានថាអាចលក់បានហួសពីការស្មាននោះទេពួកគេទៅជាភ្ញាក់ផ្អើលនៅពេលដែលសៀវភៅនេះក្លាយជាទីចាប់អារម្មណ៍ដ៏ខ្លាំងតែក្នុងមួយប្រព្រឹត្តភ្នែកទើបធ្វើឲ្យការបោះពុម្ពបន្ថែមដើម្បីបំពេញតម្រូវការអ្នកអានសៀវភៅសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃត្រូវបានទទួលចំណាត់ថ្នាក់ជាប្រវត្តិសាស្ត្រនៃការបោះពុម្ពថាជាសៀវភៅលំដាប់សកលដែលលក់ដាច់បំផុតជានិរន្តរ៍ខ្លឹមសារក្នុងសៀវភៅមានភាពទាក់ទាញត្រូវចិត្តអ្នកអានបំពេញនៅអ្វីដែលមនុស្សចាំបាច់ត្រូវមាននិងទទួលបានការពេញនិយមយ៉ាងយូរក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដែលអាចមើលតាមស្ថិតិជាក់ស្ដែងនៃការលក់ជាបន្តបន្ទាប់ឥតឈប់ក្នុងកំឡុងឆ្នាំ1980រហូតដល់ឆ្នាំ1989និងជិតកន្លះសតវត្សរ៍បន្តមកទៀត Dale Carnegie ធ្លាប់បាននិយាយថាការរកប្រាក់$1 លានវាងាយស្រួលជាងការបង្កើតឲ្យមានប្រយោគថ្មីនៅក្នុងភាសាទៅទៀតសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃបានคล้ายទៅជាប្រយោគថ្មីដូចដែលបានលើកមកនេះត្រូវបានយកទៅធ្វើជាអំណះអំណាងដកស្រង់អត្ថន័យសរសេរយកលំនាំហើយត្រូវគេយកមកប្រើនៅក្នុងស្ថានភាពដទៃជាច្រើនមានការចាប់ពីសៀវភៅគំនូរថ្លុករហូតដល់ប្រឡោមលោកម្យ៉ាងទៀតសៀវភៅនេះត្រូវបានបកប្រែជាភាសាផ្សេងៗស្ទើរគ្រប់ភាសាសំខាន់មនុស្សគ្រប់ជំនាន់សុទ្ធតែទទួលស្គាល់ថាសៀវភៅនេះមានតម្លៃផ្នែកប្រតិបត្តិហើយទាន់សម័យជារៀងរហូតដែលធ្វើឲ្យកើតមានជាសំណួរថាហេតុអ្វីចាំបាច់ទៅកែសម្រួលសៀវភៅដែលដឹងរួចហើយថាវាគួរឲ្យចាប់អារម្មណ៍ជាខ្លាំងគ្រប់រសជាតិគ្រប់សម័យហើយក៏នៅតែមានទំនោរបែបនឹងតទៅមុខនោះហេតុអ្វីត្រូវផ្លាស់ប្ដូររបស់ដែលសម្រេចជោគជ័យស្រាប់ហើយនោះសូម្បីតែ Dale Carnegie ខ្លួនឯងក៏ជាអ្នកកែសម្រួលការងាររបស់ខ្លួនឥតឈប់ឈរដោយមិនចេះហត់នឿយក្នុងកំឡុងពេលគាត់មានជីវិតសៀវភៅសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃនេះសរសេរឡើងសម្រាប់ធ្វើជាសៀវភៅមេរៀនអំពីវិធីនិយាយឲ្យមានប្រសិទ្ធភាពនិងវិធីចងសម្ព័ន្ធមេត្រីរវាងមនុស្សនិងមនុស្សហើយនៅតែមានតម្លៃរហូតមកដល់បច្ចុប្បន្នគឺព្រោះតែគាត់បានកែលម្អនិងកែតម្រូវមេរៀនឲ្យកាន់តែប្រសើរឡើងជាប្រចាំរហូតដល់គាត់អស់ជីវិតនៅឆ្នាំ1955ដើម្បីធ្វើឲ្យមេរៀនអាចយកមកប្រើតម្រូវទៅតាមសេចក្តីត្រូវការដែលកើតមានថ្មីនៃទីផ្សារដែលគាត់កាន់តែចម្រើនជឿនលឿនទៅមុខឥតឈប់ឈរនេះគ្មាននរណាម្នាក់ឆាប់ដឹងពីចរន្តនៃការផ្លាស់ប្ដូរជីវិតរស់នៅក្នុងបច្ចុប្បន្នស្មើនឹង Dale Carnegie នេះទេគាត់តែងតែកែសម្រួលនិងអភិវឌ្ឍវិធីបង្រៀនរបស់ខ្លួនជាបន្តបន្ទាប់គាត់បានធ្វើឲ្យសៀវភៅសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃរបស់គាត់ដើរទាន់សម័យច្រើនស័ក្តិសមហើយប្រសិនបើគាត់នៅមានជីវិតយឺនយូរជាងនេះគាត់ក៏នឹងកែសម្រួលសៀវភៅសារជាថ្មីដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរដែលកើតមានលើលោកចាប់ពីឆ្នាំ1930ឲ្យកាន់តែល្អប្រសើរឡើងឈ្មោះបុគ្គលសំខាន់ជាច្រើននៅក្នុងសៀវភៅនេះដែលមានមនុស្សស្គាល់យ៉ាងទូលំទូលាយកាលពីកំឡុងពេលបោះពុម្ពលើកមុនលែងជាទីទទួលស្គាល់របស់អ្នកអានក្នុងសម័យបច្ចុប្បន្ននេះហើយឧទាហរណ៍ប្រយោគមួយចំនួនដែលធ្លាប់ប្រើក៏ហាក់ដូចជាហួសសម័យនៅក្នុងសង្គមបច្ចុប្បន្ននេះដែរប្រៀបដូចជាប្រយោគស្រង់ចេញពីប្រឡោមលោកសម័យ Victoria ដែលខ្លឹមសារសំខាន់និងអារម្មណ៍រួមដែលទទួលបានពីសៀវភៅនេះមើលទៅហាក់ដូចជាចុះថមថយតម្លៃវត្ថុបំណងដែលយើងកែសម្រួលសៀវភៅនេះគឺដើម្បីធ្វើឲ្យកាន់តែងាយយល់និងកាន់តែមានទម្ងន់សម្រាប់អ្នកអានជំនាន់ថ្មីដោយមិនធ្វើឲ្យប៉ះពាល់ដល់ខ្លឹមសាររបស់វាឡើយយើងពុំមែនជាអ្នកកែប្រែសៀវភៅសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃនោះទេយើងគ្រាន់តែកាត់ចោលមួយចំនួនហើយថែមឧទាហរណ៍មួយចំនួនក្នុងសម័យបច្ចុប្បន្នប៉ុណ្ណោះទម្រង់នៃការសរសេរដ៏សាមញ្ញរបស់ Dale Carnegie សូម្បីតែពាក្យដែលប្រើក្នុងសម័យទសវត្សរ៍ឆ្នាំ1930ក៏នៅតែដដែល Dale Carnegie
សរសេរត្រង់ទៅតាមពាក្យសម្ដីដែលគាត់និយាយដោយសិល្បៈសំណេររស់រវើកជាប្រយោគសន្ទនាជាមួយនឹងអ្នកអានហេតុនេះទើបអ្វីដែលគាត់និយាយនឹងមានថាមពលមិនចាញ់ពីមុនឡើយទាំងនៅក្នុងសៀវភៅនេះព្រមទាំងរាល់ស្នាដៃដទៃរបស់គាត់មានមនុស្សរាប់ពាន់ទូទាំងសកលលោកបានរៀនសូត្រហ្វឹកហាត់តាមមេរៀនរបស់ Del Carnegie កើនចំនួនឡើងរៀងរាល់ឆ្នាំហើយនៅមានច្រើនពាន់អ្នកទៀតដែលអាននិងរៀនសូត្រពីសៀវភៅសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃហើយមានកម្លាំងចិត្តក្នុងការយកមេរៀនមកប្រតិបត្តិដើម្បីសាងជីវិតរបស់ខ្លួនឲ្យប្រសើរឡើងយើងសង្ឃឹមថាអស់លោកអ្នកអានគ្រប់រូបនឹងបានដុសខាត់ជីវិតពីឧបករណ៍ដ៏មានតម្លៃមួយនេះមិនលែងឡើយសូមអរគុណសេចក្តីផ្ដើមតើសៀវភៅនេះសរសេរឡើងដូចម្តេចនិងសរសេរដើម្បីអ្វីដោយ Del Carnegie ក្នុងកំឡុងពេល35ឆ្នាំដំបូងនៃសតវត្សទី20គ្រឹះស្ថានបោះពុម្ពផ្សាយផ្សេងៗនៃសហរដ្ឋអាមេរិកបានបោះពុម្ពសៀវភៅជាច្រើនប្រភេទលើសពី250,000ចំណងជើងដែលសៀវភៅទាំងនោះភាគច្រើនជាសៀវភៅលក់មិនដាច់ហើយត្រូវខាតបង់អស់ជាច្រើនសន្ធឹកសន្ធាប់ហេតុអ្វីបានជាខ្ញុំនិយាយច្រើនគឺព្រោះតែមាននាយកគ្រឹះស្ថានបោះពុម្ពដ៏ធំបំផុតនៅលើលោកមួយកន្លែងបានសារភាពប្រាប់ខ្ញុំថាបន្ទាប់ពីឆ្លងកាត់បទពិសោធន៍ការបោះពុម្ពអស់75ឆ្នាំមកក្រុមហ៊ុនត្រូវខាតបង់ទៅលើសៀវភៅ7ចំណងជើងពីការបោះពុម្ព8ចំណងជើងបើវាយ៉ាងដូចនេះហេតុអ្វីទើបខ្ញុំហ៊ានសរសេរសៀវភៅថែមមួយក្បាលនេះហើយបន្ទាប់ពីខ្ញុំសរសេររួចហេតុអ្វីក៏អស់លោកត្រូវលំបាកមកអានវាជាសំណួរត្រង់ចំទាំងពីរសំណួរដែលខ្ញុំនឹងបកស្រាយជូនឲ្យច្បាស់លាស់ថាតើសៀវភៅនេះសរសេរឡើងដូចម្តេចហើយហេតុអ្វីត្រូវសរសេរចាប់ពីឆ្នាំ1912មកខ្ញុំបានរៀបចំមេរៀនសម្រាប់បង្រៀនអ្នកធុរកិច្ចនិងអ្នកឯកទេសផ្សេងទាំងបុរសនិងនារីនៅក្រុងញូវយ៉កពីដំបូងខ្ញុំរៀបចំមេរៀនអំពីវិធីនិយាយក្នុងចំណោមមហាជនតែមួយមុខប៉ុណ្ណោះមេរៀននេះរៀបចំឡើងដើម្បីបណ្ដុះបណ្ដាលនៅក្នុងវគ្គសិក្សាដោយប្រើបទពិសោធន៍ជាក់ស្ដែងដើម្បីឲ្យពួកគេអាចនិយាយចេញពីគំនិតខ្លួនឯងយ៉ាងច្បាស់លាស់គួរឲ្យចាប់ចិត្តស៊ីជម្រៅទាំងការរួមប្រស្រ័យវិស័យធុរកិច្ចនិងទាំងការរួមប្រស័យក្នុងចំណោមមហាជនលុះមួយរយៈក្រោយមកខ្ញុំក៏រកឃើញការពិតដែលថាសិស្សបំពេញវិជ្ជាទាំងនោះពុំមានមហិច្ឆតារៀនត្រឹមតែវិធីនិយាយក្នុងចំណោមមហាជននេះប៉ុណ្ណោះទេតែគេចង់ចេះដឹងបន្ថែមអំពីសិល្បៈក្នុងការប្រស្រ័យតាក់ទងជាប្រចាំថ្ងៃនៅផ្នែកធុរកិច្ចផងដែរខ្ញុំកាន់តែមើលឃើញថារូបខ្ញុំផ្ទាល់ក៏ចាំបាច់ត្រូវតែសិក្សាស្វែងយល់ដូចគ្នាដែរនៅពេលងាកក្រោយទៅមើលអំពីដំណើរជីវិតរបស់ខ្ញុំកន្លងមកធ្វើឲ្យខ្ញុំនឹកភ្ញាក់ផ្អើលជាខ្លាំងនឹងប្រតិកម្មខ្លួនឯងដែលខ្វះចំណេះជំនាញក្នុងការប្រស្រ័យតាក់ទងជាមួយអ្នកដទៃជាញឹកញាប់ខ្ញុំចង់ឲ្យសៀវភៅមួយក្បាលនេះមាននៅក្នុងដៃខ្ញុំកាលពី20ឆ្នាំមុនខ្លាំងណាស់ព្រោះវាផ្ដល់ផលប្រយោជន៍យ៉ាងធំមហាសាលដល់ខ្ញុំការប្រស្រ័យតាក់ទងជាមួយអ្នកដទៃអាចជាបញ្ហាមួយធំដែលលោកអ្នកត្រូវប្រឈមជាពិសេសបើលោកអ្នកជាអ្នកធុរកិច្ចពិតហើយវាក៏ជាបញ្ហាដូចគ្នាបើលោកអ្នកជាមេផ្ទះស្ថាបត្យករឬវិស្វករកាលពីប្រមាណឆ្នាំមុននេះមានការសិក្សាស្រាវជ្រាវឧបត្ថម្ភដោយមូលនិធិ Andrew Carnegie ដែលផ្អែកទៅលើកម្ពស់ការអភិវឌ្ឍគ្រូបង្រៀនកម្រិតខ្ពស់លទ្ធផលស្រាវជ្រាវបានបង្ហាញឲ្យឃើញថាសូម្បីតែអាជីពផ្នែកវិស្វកម្មអ្នកសម្រេចជោគជ័យលើអាជីពផ្នែកនេះមានត្រឹមតែ 15% ប៉ុណ្ណោះដែលប្រើចំណេះជំនាញរបស់ខ្លួនចំណែក 85% ទៀតបានមកពីជំនាញលើយន្តការគ្រប់គ្រងអ្នកដទៃបុគ្គលិកលក្ខណៈនិងសមត្ថភាពដឹកនាំទៅវិញអស់ជាច្រើនឆ្នាំរៀងរាល់លើកដែលខ្ញុំបង្រៀនសមាជិកក្លឹបវិស្វកម្មនៅក្រុង Philadelphia ហើយបង្រៀនដូចគ្នានេះដែរនៅសមាគម New York Chapter នៃស្ថាប័នវិស្វករអគ្គិសនីអាមេរិកចំនួនវិស្វករទាំងអស់ដែលបានចូលរៀនមានរហូតដល់ជាង 1,500 នាក់ការដែលពួកគេទាំងនេះមកសិក្សាពីខ្ញុំគឺព្រោះពួកគេដឹងថាបន្ទាប់ពីធ្លាប់សង្កេតនិងជួបប្រទះជាច្រើនឆ្នាំមកអ្នកដែលរកចំណូលបានខ្ពស់បំផុតលើផ្នែកវិស្វកម្ម
ពុំមែនជាអ្នកដែលពូកែធ្វើផ្នែកវិស្វកម្មនោះទេអ្នកណាក៏ដោយក៏អាចជួលមនុស្សពូកែផ្នែកវិស្វកម្មគណនេយ្យស្ថាបត្យកម្មឬជាងជំនាញផ្សេងដោយប្រាក់ខែត្រឹមតែ$25ប៉ុណ្ណោះក្នុងមួយសប្តាហ៍បុគ្គលមានសមត្ថភាពដូចនេះមាននៅពាសទឹកពាសដីដោយទំនិញដែលដាក់លក់ហូរហៀពេញផ្សារចំណែកអ្នកមានចំណេះជំនាញបូកនឹងសមត្ថភាពប្រើគំនិតមានសមត្ថភាពដឹកនាំនិងមានសមត្ថភាពបំផុសឲ្យមហាជនភ្ញាក់រលឹកសកម្មប្រឹងប្រែងវាគឺជាការបង្ហាញថាបុគ្គលនោះនឹងឈានទៅដល់ជោគជ័យត្រចះត្រចង់ជាក់ជាមិនខានឡើយកាលពីសម័យ John D. Rockefeller សម្រាប់ជោគជ័យខ្លាំងបំផុតគេធ្លាប់បានពោលថាបើសមត្ថភាពប្រស្រ័យតាក់ទងអាចរកទិញបានដូចស្ករឬកាហ្វេខ្ញុំនឹងហ៊ានឲ្យតម្លៃយ៉ាងខ្ពស់លើសពីសមត្ថភាពដទៃលើលោកអ្នកគិតថាតើមហាវិទ្យាល័យគ្រប់ទីកន្លែងលើលោកនេះមានការបង្រៀនមុខវិជ្ជាអភិវឌ្ឍសមត្ថភាពដែលមានតម្លៃខ្ពស់បំផុតដែរឬទេបើមានមេរៀនដែលអាចយកមកបង្រៀនឲ្យមនុស្សប្រុសស្រីប្រតិបត្តិបានពិតជាក់ស្ដែងនៅសាលាណាមួយក្នុងប្រទេសនេះខ្ញុំដូចជាមិនដែលឃើញសោះឡើយខណៈពេលកំពុងសរសេរសៀវភៅដែលលោកអ្នកកំពុងកាន់នៅនឹងដៃនេះមហាវិទ្យាល័យ Chicago និងសមាគម YMCA បានស្រាវជ្រាវដើម្បីរកឲ្យមើលដឹងថាតើបុរសនារីទូទៅចង់សិក្សាពីអ្វីខ្លាំងបំផុតការសិក្សាស្រាវជ្រាវនេះប្រើពេល2ឆ្នាំអស់ថវិកា$25,000ការសិក្សាចុងក្រោយបង្អស់ធ្វើឡើងនៅទីក្រុង Meriden និង Connecticut ដែលចាត់ទុកជាក្រុងគំរូរបស់ពលរដ្ឋអាមេរិកបុរសនារីអាមេរិកដែលទទួលបានការសម្ភាសន៍បានទទួលសំណូមពរឲ្យឆ្លើយតបនឹងសំណួរ156សំណួរមានដូចជាតើអ្នកប្រកបមុខរបរអ្វីឬមានអាជីពអ្វីតើអ្នករៀនដល់ថ្នាក់ណាតើអ្នកប្រើពេលទំនេរធ្វើអ្វីខ្លះតើអ្នកមានប្រាក់ចំណូលប៉ុន្មានតើការងារបន្ទាប់បន្សំរបស់អ្នកមានអ្វីខ្លះតើអ្នកមានក្តីស្រមៃចង់ក្លាយជាអ្វីតើអ្នកជួបការលំបាកអ្វីខ្លះតើអ្នកចូលចិត្តរៀនវិជ្ជាអ្វីខ្លាំងបំផុតនិងសំណួរដទៃផ្សេងលទ្ធផលស្រាវជ្រាវរកឃើញថាបុរសនារីទាំងនោះយកចិត្តទុកដាក់លើសុខភាពលើសពីអ្វីទាំងអស់ហើយអ្វីដែលពួកគេយកចិត្តទុកដាក់លំដាប់ទី2គឺអ្នកដទៃដែលថាតើធ្វើដូចម្តេចដើម្បីបន្ទន់ចិត្តឲ្យអ្នកដទៃសុខចិត្តយល់ស្របតាមគំនិតរបស់ខ្លួនហេតុនេះទើបគណៈកម្មការក្រុមស្រាវជ្រាវបានព្រមព្រៀងគ្នាបើកបង្រៀនវគ្គសិក្សាថ្មីដល់បុរសនារីនៅទីក្រុង Meriden គេនាំគ្នាស្រាវជ្រាវរកសៀវភៅក្បួនតម្រាតាក់ទងនឹងរឿងនេះយ៉ាងសកម្មតែក៏រកមិនឃើញសូម្បីតែមួយក្បាលនៅទីបំផុតគេបានតាក់ទងជាមួយមន្ត្រីម្នាក់ដែលមានឈ្មោះល្បីល្បាញលើលោកផ្នែកបណ្ដុះវគ្គសិក្សាហើយសួរទៅគាត់ថាតើមានសៀវភៅឬក្បួនតម្រាអ្វីអាចឆ្លើយតបទៅនឹងតម្រូវការបុគ្គលទាំងនេះបានដែរឬទេគាត់ឆ្លើយថាគ្មានទេខ្ញុំដឹងពីអ្វីដែលពួកគេចង់បានតែសៀវភៅក្បួនតម្រាដែលពួកគេចង់បាននោះគឺគ្មានទេខ្ញុំដឹងច្បាស់ថាពាក្យដែលមន្ត្រីនោះនិយាយគឺជាការពិតព្រោះរូបខ្ញុំផ្ទាល់បានដើររកអស់រាប់ឆ្នាំមកហើយសៀវភៅក្បួនតម្រាផ្នែកប្រាស្រ័យតាក់ទងរវាងមនុស្សរកតែមួយក្បាលក៏គ្មានដែរព្រោះសៀវភៅប្រភេទនេះមិនធ្លាប់មានពីមុនមកទើបខ្ញុំខំប្រឹងប្រែងចងក្រងសៀវភៅនេះដើម្បីធ្វើជាក្បួនតម្រាដល់បណ្ដាសិស្សរបស់ខ្ញុំគឺសៀវភៅនេះហើយដែលខ្ញុំរំពឹងថាអស់លោកអ្នកមុខជាពេញចិត្តនឹងវាក្នុងការត្រៀមសរសេរសៀវភៅនេះខ្ញុំបានអានពីអ្វីគ្រប់យ៉ាងតាក់ទងទៅនឹងរឿងនេះតាមដែលអាចរកមកអានបានតាំងពីស្នាដៃរបស់ Dorothy Dick កំណត់ហេតុក្នុងតុលាការតាក់ទងទៅនឹងការលែងលះទស្សនាវដ្តីឪពុកម្ដាយរួមទៅដល់ស្នាដៃនិពន្ធរបស់សាស្ត្រាចារ្យ Howard Street Alfred Adler និង William James លើសពីនេះខ្ញុំបានជួលបុរសម្នាក់ដែលមានជំនាញផ្នែកអានសិក្សាស្រាវជ្រាវឲ្យចំណាយពេល1ឆ្នាំកន្លះដើរតាមបណ្ណាល័យនានាអានរឿងផ្សេងគ្រប់យ៉ាងពីអ្វីដែលខ្ញុំមិនទាន់បានអានឆែករកមើលតាមសៀវភៅចិត្តវិទ្យាក្រាស់ទាំងអស់ជាច្រើនក្បាលប្រឹងប្រែងអានតាមទស្សនាវដ្តីផ្សេងជាង100រឿងឆែករកមើលពីជីវប្រវត្តិបុគ្គលសំខាន់
រាប់មិនអស់ដើម្បីរកមើលថាតើបុគ្គលសំខាន់គ្រប់យុគសម័យមានទំនាក់ទំនងនឹងអ្នកដទៃដូចម្តេចខ្លះយើងអានពីជីវប្រវត្តិបុគ្គលសំខាន់គ្រប់ជំនាន់អានរឿងរ៉ាវបុគ្គលខ្លាំងពី Julius Caesar Thomas Edison ខ្ញុំនៅចាំបានថាគ្រាន់តែអានជីវប្រវត្តិរបស់ Theodore Roosevelt តែម្នាក់ប៉ុណ្ណោះមានរហូតដល់ទៅរាប់រយក្បាលឯណោះយើងតាំងចិត្តរួចហើយថាមិនស្ដាយពេលវេលាក្នុងការអានមិនស្ដាយលើថ្លៃចំណាយអ្វីទាំងអស់ដើម្បីស្រាវជ្រាវរកវិធីដ៏វិសេសដែលមនុស្សគ្រប់យុគសម័យប្រើដើម្បីចងមិត្តនិងបន្ទន់ចិត្តមនុស្សខ្ញុំបានជួបសម្ភាសបុគ្គលសម្រាប់ជោគជ័យត្រចះត្រចង់ប្រមាណ20នាក់បុគ្គលខ្លះល្បីល្បាញលំដាប់ពិភពលោកដូចជា Marconi Franklin D Roosevelt Owen D Young Clark Gable Mary Pickford Martin Johnson ដែលព្យាយាមរាវរកការពិតអំពីវិធីសាស្ត្រដែលអ្នកទាំងនោះប្រើក្នុងការប្រស្រ័យទាក់ទងអ្នកដទៃដោយសារតែវត្ថុធាតុដើមទាំងនេះហើយទើបខ្ញុំបានត្រៀមរឿងខ្លីៗសម្រាប់សិស្សរបស់ខ្ញុំដាក់ចំណងជើងថាសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃការដែលខ្ញុំនិយាយថារឿងខ្លីព្រោះពីដំបូងមកវាជារឿងខ្លីពិតមែនតែវាត្រូវបានពង្រីកសេចក្តីរហូតក្លាយជាអត្ថបទវែងចំណាយពេល1 ម៉ោងកន្លះអស់ពេលជាច្រើនឆ្នាំខ្ញុំបានបង្រៀនរឿងទាំងនេះជារៀងរាល់ឆ្នាំនៅក្នុងថ្នាក់បណ្ដុះបណ្ដាលវគ្គសិក្សានៅមណ្ឌលសិក្សា Andrew Carnegie នៃក្រុង New York ខ្ញុំបង្រៀនហើយបំផុសសិក្ខាកាមទាំងឡាយក្នុងវគ្គសិក្សាឲ្យសាកល្បងប្រើវិធីសាស្ត្រផ្សេងលើផ្នែកធុរកិច្ចនិងសង្គមរួចយកមករៀបរាប់ឲ្យមិត្តរួមថ្នាក់ស្ដាប់ពីហេតុការណ៍ផ្សេងដែលខ្លួនបានជួបប្រទះកន្លងមកលទ្ធផលរបស់វាគឺពិតជាលំហាត់ដែលគួរឲ្យរំភើបចិត្តបំផុតបរិសុទ្ធនារីទាំងនោះស្រេកឃ្លានជាខ្លាំងក្នុងការធ្វើឲ្យជីវិតរបស់ខ្លួនរីកចម្រើនទៅមុខជាប់ចិត្តទៅលើលំហាត់ពិសោធន៍ថ្មីជាលំហាត់ពិសោធន៍តែមួយគត់និងដំបូងបង្អស់សម្រាប់ពួកគេអំពីកិច្ចការប្រស្រ័យទាក់ទងគ្នាសៀវភៅនេះមិនមែនសរសេរឡើងតាមតែបែបនិពន្ធធម្មតានោះទេវាចាប់កំណើតរីកចម្រើនប្រៀបដូចជាការធំធាត់របស់ទារកជាសៀវភៅដែលរីកចម្រើននិងធំធាត់ឡើងក្នុងថ្នាក់ពិសោធន៍ដូចរៀបរាប់ខាងដើមនិងជាបទពិសោធន៍របស់បណ្ដាសិក្ខាកាមជាច្រើនពាន់នាក់ដែលធ្លាប់ជួបប្រទះជាច្រើនឆ្នាំមកហើយយើងចាប់ផ្ដើមដោយវាយអត្ថបទមួយចំនួនដាក់លើក្រដាសរឹងដែលមានទំហំមិនធំជាងកាតប៉ូស្តាល់បន្ទាប់មកអត្ថបទក៏កាន់តែវែងជាងមុនបន្ទាប់មកទៀតក៏វែងជាសន្លឹកហើយបោះពុម្ពជាសៀវភៅភាគតូចសៀវភៅនីមួយក៏ពង្រីកទាំងទំហំនិងសេចក្តីក្នុងអត្ថបទក្រោយពីបទពិសោធន៍និងការស្រាវជ្រាវអស់15ឆ្នាំទើបកើតជារូបរាងសៀវភៅនេះឡើងគោលប្រតិបត្តិផ្សេងដែលយើងសរសេរក្នុងសៀវភៅនេះវាពុំមែនត្រឹមតែជាទ្រឹស្ដីឬការប្រមាលទុកនោះទេតែវាជាគោលការណ៍ដែលប្រើបានប្រកបដោយប្រសិទ្ធភាពអស្ចារ្យស្ដាប់ទៅមិនគួរឲ្យជឿបើខ្ញុំនិយាយថាមានអ្នកយកគោលការណ៍ទាំងនេះទៅអនុវត្តយ៉ាងជាប់លាប់ហើយបានផ្លាស់ប្ដូរជីវិតឲ្យរីកចម្រើនជឿនលឿនអស់ជាច្រើនអ្នកមកហើយនោះឧទាហរណ៍ដូចជាបរិសម្នាក់មានបុគ្គលិកធ្វើការ314នាក់បានចូលរៀនវគ្គសិក្សានេះអស់ជាច្រើនឆ្នាំមកហើយដែលគេប្រព្រឹត្តទៅលើលេខានិងបុគ្គលិករបស់ខ្លួនដោយការជេរស្ដីដៀលថ្មេះនិងត្រេះរិះគន់ហើយដោយពុំមានការពិនិត្យនិងពិចារណាឲ្យបានល្អិតល្អន់សពគ្រប់បបោមាត់របស់គេមិនសូវខ្ជាក់ពាក្យសម្ដីបង្ហាញពីក្តីមេត្តាករុណាលើកសរសើរពួកគេឬយល់ចិត្តយល់ថ្លើមអ្នកធ្វើការរបស់ខ្លួនឡើយតែបន្ទាប់ពីការសិក្សាគោលការណ៍ផ្សេងដែលមាននៅក្នុងសៀវភៅនេះគេម្នាក់ក៏បានផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនយ៉ាងឆាប់រហ័សនៅបច្ចុប្បន្ននេះមុខរបររបស់គេមានបុគ្គលិកធ្វើការដែលសុទ្ធតែស្មោះត្រង់សុចរិតខំប្រឹងប្រែងធ្វើការដោយយកចិត្តទុកដាក់ធ្វើឲ្យការងាររួមគ្នាទទួលបានផលប្រសើរសត្រូវទាំង314នាក់របស់គេបានក្លាយជាមិត្តទាំង314នាក់ទៅវិញគេបានប្រកាសនៅនឹងមុខថ្នាក់ប្រកបដោយមោទនភាពថាកាលពីមុនពេលខ្ញុំដើរចូលទៅទីស្នាក់ការក្រុមហ៊ុនគ្មាននរណាហើបមកនិយាយរកខ្ញុំទេពួកគេងាកមកចេញធ្វើមិនដឹងនៅពេលខ្ញុំដើរមកចិត្តតែពេលនេះពួកគេទាំងអស់ក្លាយជាមិត្តនឹងខ្ញុំទៅហើយសូម្បីតែអ្នកបោសសម្អាតក៏មិនភ្លេចហៅឈ្មោះខ្ញុំដែរឲ្យតែបានជួបសពថ្ងៃ
អ្នកធុរកិច្ចម្នាក់នេះរកប្រាក់ចំណេញបានកាន់តែច្រើនមានពេលសម្រាប់លំហែកាន់តែច្រើនអ្វីដែលសំខាន់ជាងនេះគឺគេមានសេចក្តីសុខលើសលប់ទាំងក្នុងវិស័យធុរកិច្ចនិងជីវិតគ្រួសារបុគ្គលិកលក់ទំនិញច្រើនរាប់មិនអស់អាចបង្កើនអត្រាលក់យ៉ាងឆាប់រហ័សដោយអនុវត្តតាមគោលប្រតិបត្តិទាំងនេះពួកគេជាច្រើនបានទទួលអតិថិជនថ្មីកើនឡើងសន្ធឹកសន្ធាប់ដែលពីមុនធ្លាប់តែជាអតិថិជនពួកគេខំបញ្ចុះបញ្ចូលតែមិនបានសម្រេចអ្នកធ្វើការផ្នែកគ្រប់គ្រងបានឲ្យឡើងតំណែងកាន់តែខ្ពស់និងទទួលកម្រៃកាន់តែច្រើនមានដូចជាអ្នកធុរកិច្ចថ្នាក់គ្រប់គ្រងម្នាក់បានរាយការណ៍ឲ្យដឹងកាលពីពេលមុននេះថាដោយសារតែយកគោលការណ៍ទាំងនេះទៅអនុវត្តបានយ៉ាងច្រើនគេបានទទួលប្រាក់បំណាច់កើនឡើង$5,000ក្នុងមួយឆ្នាំបរិសម្នាក់នេះធ្វើការនៅក្នុងក្រុមហ៊ុន Philadelphia Guesswork ត្រូវគេដាក់ទោសយ៉ាងធ្ងន់ធ្ងរដោយដកមុខតំណែងចេញនៅពេលគេមានអាយុ65ដោយសារតែគេចូលចិត្តបង្កជម្លោះហើយខ្វះសមត្ថភាពក្នុងការដឹកនាំការបង្រៀននេះមិនត្រឹមតែជួយឲ្យគេរួចផុតពីការទម្លាក់តំណែងប៉ុណ្ណោះទេតែវាជួយឲ្យគេដំឡើងតំណែងនិងបានប្រាក់ខែកាន់តែខ្ពស់ទៀតផងជាច្រើនលើកច្រើនសាររាប់មិនអស់បណ្ដាគូស្វាមីភរិយាដែលចូលមករួមក្នុងពិធីជប់លៀងពេលចប់វគ្គបណ្ដុះបណ្ដាលបាននិយាយប្រាប់ខ្ញុំថាផ្ទះរបស់គេមានក្តីសុខជាច្រើនជាងមុនចាប់តាំងពីពួកគេបានចូលមកសិក្សាវគ្គបណ្ដុះបណ្ដាលនេះមនុស្សម្នាតែងតែរំភើបនឹងផលសម្រេចថ្មីដែលពួកគេបានទទួលផលទាំងអស់នេះប្រៀបដូចជារបស់វិសេសអស្ចារ្យពេលខ្លះពួកគេទូរស័ព្ទមករកខ្ញុំដល់ផ្ទះក្នុងថ្ងៃអាទិត្យដោយក្តីអន្ទះសារព្រោះតែពិបាករងចាំឲ្យគ្រប់48ម៉ោងដើម្បីរាយការណ៍ពីលទ្ធផលសម្រាប់ជោគជ័យរបស់ខ្លួនក្នុងការបានចូលរៀនវគ្គសិក្សានេះបរិសម្នាក់ត្រេកត្រអាលក្នុងការជជែកគ្នាពីគោលប្រតិបត្តិទាំងនេះខ្លាំងពេកធ្វើឲ្យគេជជែកជាប់មាត់ជាមួយសិស្សរួមថ្នាក់រហូតដល់ម៉ោង3អាធ្រាត្រលុះអ្នកដតីត្រឡប់ទៅផ្ទះវិញអស់ទើបគេនឹកឃើញស្ដាយក្រោយតែក៏មានអារម្មណ៍ដឹងថាមកពីខ្លួនទទួលកម្លាំងជំរុញពីរបបកំហើញថ្មីដ៏ស្រស់ញញឹមនៅនឹងមុខអារម្មណ៍នេះមានលក្ខណៈខ្លាំងក្លារហូតធ្វើឲ្យគេមិនងងុយគេងយប់នេះគេដេកមិនលក់រួមទាំងថ្ងៃបន្ទាប់និងយប់បន្ទាប់ផងដែរតើគេនោះជានរណាតើគេជាមនុស្សមិនដឹងអីខ្វះការសិក្សាជាមនុស្សឆាប់ស្រូបយកទ្រឹស្ដីថ្មីទាំងគ្មានការពិចារណាឬយ៉ាងណាពុំមែនទេគេជាអ្នកលក់ស្នាដៃសិល្បៈដ៏មានបទពិសោធន៍តែពោពេញដោយការធុញទ្រាន់គេជាមនុស្សល្បីល្បាញម្នាក់ប្រចាំស្រុកអាចនិយាយបាន3ភាសាយ៉ាងស្ទាត់ជំនាញនិងទទួលបរិញ្ញាបត្រពីមហាវិទ្យាល័យពីរកន្លែងនៅអឺរ៉ុបខណៈពេលសរសេរអត្ថបទនេះខ្ញុំបានទទួលលិខិតពីជនជាតិអាល្លឺម៉ង់ម្នាក់នៅសាលារៀនដ៏ចំណាស់មួយបុព្វបុរសរបស់គេជាមេទ័ពជើងគោកនៅជាមួយរាជវង្ស Hohenzollern ជាច្រើនដំណរមកហើយលិខិតរបស់គេផ្ញើមកតាមនាវាប្រើចំហាយទឹកដែលធ្វើដំណើរកាត់មហាសមុទ្រអាត្លង់តិកបានរៀបរាប់ពីការយកគោលការណ៍នេះទៅអនុវត្តដោយក្តីរំភើបស្ទើរតែបាក់ជំនឿដូចជឿសាសនាបរិសម្នាក់ទៀតមានវ័យចំណាស់នៅញូវយ៉កជាប់បរិញ្ញាបត្រមកពី Harvard ជាអ្នកមានស្ដុកស្ដំមានកេរ្តិ៍ឈ្មោះជាម្ចាស់ឧស្សាហកម្មធ្វើកម្រាលព្រំខ្នាតធំបានរៀបរាប់ឲ្យដឹងថាបន្ទាប់ពីបានចូលបណ្ដុះបណ្ដាលនិងសិក្សាយ៉ាងល្អិតល្អន់ពីសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃសូម្បីរៀនត្រឹមតែ4សប្ដាហ៍តែលទ្ធផលដែលគេទទួលបានច្រើនជាងមុខវិជ្ជាដូចគ្នាដែលបានរៀននៅមហាវិទ្យាល័យ4ឆ្នាំទៅទៀតចំជាផ្ដេសផ្ដាស់មែនគួរឲ្យអស់សំណើចចម្លែកម្លេះពិតហើយអ្នកអាចមិនយល់ស្របនឹងសម្ដីបែបនេះដោយហេតុផលផ្សេងតែខ្ញុំគ្រាន់តែនិយាយតាមអ្នកដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Harvard ដោយពុំមែនសម្ដែងមតិយោបល់ជាអ្វីរបស់ខ្លួនឯងឡើយបុគ្គលម្នាក់នេះជាអ្នកសម្រេចជោគជ័យយ៉ាងធំធេងនិងជាអ្នកមានគំនិតអភិរក្សផងដែរគេនិយាយពំនោននេះនៅទីកន្លែងសាធារណៈនៅចំពោះមុខមហាជនប្រមាណ600នាក់នៅក្លឹប Yale នាល្ងាចថ្ងៃប្រហ័សថ្ងៃទី23កុម្ភៈឆ្នាំ1933បើពិចារណាមើលថាតើយើងគួរធ្វើជាអ្វីសាស្ត្រាចារ្យ William James បុគ្គលល្បីល្បាញពី Harvard ពោលបើសាកល្បងប្រៀបធៀបប្រមាលថាតើយើងគួរតែខ្លាយទៅជាអ្វីយើងគ្រាន់តែជាមនុស្សស្ទើរលក់ស្ទើរភ្ញាក់ប៉ុណ្ណោះយើងបានប្រើសមត្ថភាពផ្លូវចិត្តនិងផ្លូវកាយត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ
ឬបើនិយាយឲ្យទូលំទូលាយជាងនេះទៅទៀតនោះគឺមនុស្សម្នាក់មានជីវិតរស់នៅក្រោមការកំណត់របស់ខ្លួនឯងតាមពិតមនុស្សមានសក្តានុពលជាច្រើននៅក្នុងខ្លួនតែមនុស្សមានទម្លាប់មិនយកសក្តានុពលរបស់ខ្លួនមកប្រើជាប្រយោជន៍ឡើយធម្មពលផ្សេងយើងតែងបរាជ័យក្នុងការយកវាមកប្រើជាប្រយោជន៍ដោយហេតុនេះទើបសៀវភៅនេះមានវត្ថុបំណងដ៏បរិសុទ្ធក្នុងការជួយឲ្យលោកអ្នករកវាឲ្យឃើញជ្រុំគល់ដាក់ជីឲ្យវារីកលូតលាស់ដើម្បីទទួលផលកម្រៃពីកំណប់ទ្រព្យក្នុងខ្លួនរបស់អ្នកជាជាងទុកឲ្យវាកំចោលឥតប្រយោជន៍ការសិក្សាបណ្ឌិត John G. Hubin អតីតសាកលវិទ្យាធិការមហាវិទ្យាល័យ Princeton ពោលថាគឺការបណ្ដុះសមត្ថភាពដើម្បីប្រឈមមុខនឹងស្ថានភាពផ្សេងក្នុងជីវិតនេះឯងប្រសិនបើលោកអ្នកអានសៀវភៅនេះអស់3ជំពូកហើយនៅតែមិនឃើញថាបានទទួលផលអ្វីពីវាក្នុងការជួយឲ្យលោកអ្នកអាចប្រឈមមុខនឹងស្ថានភាពក្នុងជីវិតអ្វីនោះទេខ្ញុំមានជំនឿថាសៀវភៅនេះគ្មានប្រយោជន៍សម្រាប់លោកអ្នកទេព្រោះ Herbert Spencer បានពោលថាអត្ថន័យធំធេងបំផុតនៃការសិក្សាមិនមែនគ្រាន់តែស្វែងរកចំណេះតែម្យ៉ាងប៉ុណ្ណោះទេតែត្រូវប្រតិបត្តិផងដែរសៀវភៅនេះជារបស់សម្រាប់អានដើម្បីយកទៅប្រតិបត្តិប៉ុណ្ណោះសេចក្តីផ្ដើមរបស់ខ្ញុំមិនខុសពីសេចក្តីផ្ដើមដទៃទៀតនោះទេវាហាក់ដូចជាវែងអន្លាយបន្តិចហេតុនេះគួរតែបញ្ចប់ទៅចុះលោកអ្នកអាចចាប់ផ្ដើមអានខ្លឹមសាររបស់វាបានហើយសូមចាប់ផ្ដើមបើកទំព័របន្តទៀតចុះពីខ្ញុំ Delganesi ឆ្នាំ1936ប្រការណែនាំ9ប្រការដើម្បីឲ្យលោកអ្នកទទួលប្រយោជន៍ខ្ពស់បំផុតពីសៀវភៅនេះ 1. បើលោកអ្នកចង់បានប្រយោជន៍ខ្ពស់បំផុតពីសៀវភៅមួយក្បាលនេះមានប្រការចាំបាច់ម្យ៉ាងសម្រាប់លោកអ្នកដែលសំខាន់លើសពីគោលការណ៍និងវិធីអ្វីផ្សេងទាំងអស់ដរាបណាលោកអ្នកមិនក្តាប់ប្រការសំខាន់នេះឲ្យជាប់ទេគោលការណ៍រាប់ពាន់ជំពូកក្នុងការសិក្សាស្វែងរកចំណេះដឹងនិងផ្ដល់ប្រយោជន៍ដល់លោកអ្នកតែបន្តិចបន្តួចប៉ុណ្ណោះផ្ទុយមកវិញបើលោកអ្នកអាចគ្រប់គ្រងលើមហាសម្បត្តិនេះបានហើយបានសេចក្តីថាលោកអ្នកអាចប្រើប្រាស់វាឲ្យទទួលប្រយោជន៍យ៉ាងអស្ចារ្យដោយមិនចាំបាច់អានប្រការណែនាំដទៃទៀតនៅក្នុងសៀវភៅមួយក្បាលនេះដើម្បីរកចំណេះដឹងឲ្យច្រើនបំផុតនោះទេតើអ្វីទៅជាប្រការសំខាន់បំផុតសម្រាប់លោកអ្នកប្រការនោះគឺលោកអ្នកត្រូវមានមហិច្ឆតាខ្លាំងក្លានិងមានឆន្ទៈមោះមុតក្នុងការសិក្សាសៀវភៅនេះដើម្បីបង្កើនសមត្ថភាពប្រស្រ័យទាក់ទងជាមួយអ្នកដទៃនេះឯងតើលោកអ្នកធ្វើដូចម្តេចខ្លះដើម្បីឲ្យបានទទួលផលប្រយោជន៍ខ្ពស់បំផុតនេះលោកអ្នកត្រូវចងចាំជានិច្ចថាតើគោលការណ៍នីមួយមានសារៈសំខាន់និងស័ក្តិសមជាមួយនឹងខ្លួនឯងដូចម្តេចខ្លះលោកអ្នកត្រូវយល់ឃើញថាសៀវភៅនេះមានឥទ្ធិពលឬមហិទ្ធិឫទ្ធិជួយឲ្យលោកអ្នកចេះសម្របសម្រួលជាមួយអ្នកដទៃកាន់តែប្រសើរនិងទទួលបានផលតបស្នងដោយការបង្កើនកម្រៃកាន់តែច្រើនសូមទន្ទិញមុនគាថាប្រចាំខ្លួនឲ្យជាប់ថាដើម្បីឲ្យខ្ញុំទទួលបានការនិយមចូលចិត្តពីអ្នកដទៃមានក្តីសុខមានចំណូលខ្ពស់សុទ្ធតែជាប់តាក់ទងខ្លាំងទៅនឹងសមត្ថភាពប្រស្រ័យតាក់ទង 2. ក្នុងការអានជាលើកដំបូងសូមអានជំពូកនីមួយឲ្យបានលឿនដើម្បីឲ្យបានឃើញពីគំនិតផ្សេងដោយត្រួសសិនដើម្បីពេលអានចប់ជំពូកមួយរួចលោកអ្នកនឹងចង់អានជំពូកថ្មីជាបន្តទៀតតែបើអានដើម្បីកែអបសុខលោកអ្នកមិនចាំបាច់ធ្វើបែបនេះទេហេតុនេះបើលោកអ្នកចង់អានសៀវភៅមួយក្បាលនេះដើម្បីអភិវឌ្ឍសមត្ថភាពប្រស្រ័យទាក់ទងជាមួយអ្នកដទៃសូមអានបកក្រោយសិនអានជំពូកនោះសារជាថ្មីដោយត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ធ្វើដូច្នេះវានឹងកត់ត្រាចូលទៅក្នុងការចងចាំរបស់លោកអ្នកបានយូរអង្វែងតទៅមុខហើយលោកអ្នកនឹងទទួលបានផលប្រយោជន៍តបស្នងដ៏ខ្ពស់បំផុតកាត់ថ្លៃមិនបានឡើយ 3. ខណៈពេលអានសូមផ្អាកឲ្យបានញឹកញាប់ដើម្បីពិចារណាលើខ្លឹមដែលបានអាននោះចូលសួរខ្លួនឯងថាបណ្ដាពាក្យណែនាំគ្រប់ប្រការទាំងនោះតើលោកអ្នកនឹងយកទៅអនុវត្តតាមបានដែរឬទេហើយថាតើនឹងអនុវត្តពេលណាការអានតាមវិធីនេះនឹងជួយឲ្យលោកអ្នក
បានទទួលប្រយោជន៍យ៉ាងរលូនប្រសើរជាងការបង្ខំអានតាមវិធីឆ្កែដេញទន្សាយ 4. ខណៈពេលអានត្រូវមានខ្មៅដៃពណ៌ឬ Big Fur ពណ៌ជាប់នឹងដៃនៅពេលជួបពាក្យណាល្អលោកអ្នកគិតថាមានប្រយោជន៍សូមគូស highlight ពីលើវាបើលោកអ្នកពេញចិត្តនឹងប្រយោគអ្វីដែលគិតថាសំខាន់កម្រិតផ្កាយ 4 សូមធ្វើសញ្ញាសម្គាល់ឬគូសខ្វែងចំនួន 4 បែបនេះក៏បានដែរការគូសសញ្ញាសម្គាល់ចំណុចសំខាន់លើសៀវភៅដែលយើងបានអានវានឹងធ្វើឲ្យសេចក្តីនោះឆាប់ទទួលចំណាប់អារម្មណ៍ហើយងាយស្រួលក្នុងការរកមើលឡើងវិញប្រសើរជាងការមិនព្រមធ្វើសញ្ញាសម្គាល់អ្វីសោះនោះឡើយ 5. ខ្ញុំស្គាល់បុរសម្នាក់ជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយអស់រយៈពេល15ឆ្នាំជារៀងរាល់ខែគេត្រូវអានកិច្ចសន្យាធានារ៉ាប់រងទាំងអស់ដែលក្រុមហ៊ុនរបស់គេបានធ្វើជាមួយអតិថិជនម្នាក់គេអានកិច្ចសន្យាទាំងនោះដដែលជាប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំព្រោះហេតុអ្វីព្រោះបទពិសោធន៍ការងារបានផ្ដល់មេរៀនដល់គេថាការអានហើយអានទៀតជាញឹកញាប់ដូច្នេះនឹងជួយឲ្យគេចងចាំលក្ខខណ្ឌផ្សេងនៃកិច្ចសន្យាបានយ៉ាងច្បាស់លាស់បំផុតកាលពីយូរមកហើយខ្ញុំចំណាយពេលពេញ2ឆ្នាំដើម្បីសរសេរសៀវភៅវិធីនិយាយក្នុងចំណោមមហាជននោះជាយ៉ាងនេះហើយក៏ខ្ញុំនៅតែបើកសៀវភៅនោះអានសារចុះសារឡើងជាប្រចាំធ្វើបែបនេះគឺដើម្បីរំលឹកការចងចាំរបស់ខ្ញុំថាតើខ្ញុំបានសរសេរអ្វីខ្លះនៅក្នុងសៀវភៅនោះមនុស្សជាច្រើនតែងតែឆាប់ភ្លេចហើយការដែលខ្ញុំដឹងថាខ្លួនឯងភ្លេចត្រង់ណាខ្លះវាតែងតែធ្វើឲ្យខ្ញុំចង់ដឹងកាន់តែខ្លាំងហេតុនេះបើលោកអ្នកចង់បានប្រយោគពិតនិងប្រយោជន៍ពិតប្រាកដនិងជារៀងរហូតពីសៀវភៅមួយនេះសូមលោកអ្នកកុំគិតថាគ្រាន់តែអានដោយសើអានមួយចប់ហើយក៏រួចខ្លួននោះបន្ទាប់ពីអានយ៉ាងល្អិតល្អន់រួចមកហើយក្តីលោកអ្នកគួរតែចំណាយពេលមួយខែ 2-3 ម៉ោងអានរំលឹកឡើងវិញសូមទុកសៀវភៅនេះនៅលើតុធ្វើការរបស់លោកអ្នកយកវាមកអានឲ្យបានញឹកញាប់ចូលទន្ទិញក្នុងចិត្តជាប្រចាំថាភាពចម្រើនជឿនលឿនដ៏ប្រសើររបស់លោកអ្នកមិនមែនស្ថិតនៅឆ្ងាយឯណាមិនមែនស្ថិតនៅឆ្ងាយឯជើងមេឃនោះទេសូមចងចាំថាលោកអ្នកអាចប្រើគោលការណ៍ផ្សេងរហូតคล้ายទៅជាទម្លាប់ជាប់ជានិស្ស័យទាំងមិនដឹងខ្លួនគឺមកពីការអានរំលឹកពិនិត្យសារចុះសារឡើងនិងបានអនុវត្តជាប្រចាំនេះឯងគ្មានវិធីណាប្រសើរជាងនេះទៀតទេ 6. George Bernard Shaw បានស្ពោលថាបើលោកអ្នកបង្រៀននរណាម្នាក់គេនឹងមិនអាចរៀនចេះទេគាត់និយាយត្រូវហើយការរៀនតែមួយមុខគឺថាទៅតាមទ្រឹស្ដីប៉ុណ្ណោះការអនុវត្តជាក់ស្ដែងទើបជាការរៀនពិតប្រាកដហេតុនេះបើលោកអ្នកចង់បានចំណេះមុខជាកម្មសិទ្ធិរបស់ខ្លួនសូមកុំប្រងើយកន្តើយតែសូមអនុវត្តគោលការណ៍ទាំងនេះនៅគ្រប់ឱកាសបើលោកអ្នកមិនបានយកមកអនុវត្តទេលោកអ្នកប្រកាសជាភ្លេចទៅវិញក្នុងរយៈពេលដ៏ខ្លីមានតែចំណេះដែលបានយកមកអនុវត្តប៉ុណ្ណោះទើបដោះនៅក្នុងសតិសម្បញ្ញៈមិនចេះបាត់ទៅណាលោកអ្នកអាចនឹងជួបការលំបាកនៅរៀងរាល់ពេលអនុវត្តតាមការណែនាំផ្សេងទាំងនេះខ្ញុំដឹងព្រោះខ្ញុំជាអ្នកសរសេរសៀវភៅនេះខ្ញុំដឹងច្បាស់ថាវាជារឿងលំបាកបំផុតក្នុងការអនុវត្តតាមឲ្យបានសពគ្រប់ដូចតាមអ្វីដែលខ្ញុំគាំទ្រឲ្យធ្វើនៅក្នុងទីនេះឧទាហរណ៍ដូចជានៅពេលដែលអ្នកពេញចិត្តឬមិនពេញចិត្តនរណាម្នាក់វាជារឿងងាយស្រួលណាស់ដែលលោកអ្នកទៅតិទៀនឬរិះគន់ស្ដីបន្ទោសតែវាជារឿងលំបាកក្នុងការខិតខំស្វែងយល់នឹងទស្សនៈរបស់បុគ្គលនោះហើយវាកាន់តែងាយស្រួលទៅទៀតនៅពេលដែលលោកអ្នកទៅចាប់កំហុសអ្នកដទៃប៉ុន្តែពិបាកនឹងរកឲ្យឃើញអ្វីដែលគួរជាទីលើកសរសើររបស់គេនេះជាធម្មជាតិរបស់មនុស្សដែលនឹកឃើញតែរឿងដែលខ្លួនចង់បានជាងនឹកឃើញរឿងដែលអ្នកដទៃចង់បានមធ្យោបាយដ៏ល្អនៅពេលអានសៀវភៅនេះសូមលោកអ្នកចងចាំក្នុងចិត្តថាលោកអ្នកមិនត្រឹមតែទទួលបានចំណេះដឹងតែមួយមុខនោះទេតែវាជួយឲ្យលោកអ្នកមានអំណត់ក្នុងការបណ្ដុះនិស្ស័យល្អថ្មីឲ្យកើតឡើងពិតហើយវាមានន័យថាលោកអ្នកនឹងមានក្តីព្យាយាមក្នុងការសាងមាគ៌ាជីវិតសាជាថ្មីដើម្បីសម្រេចរឿងនេះគឺត្រូវការពេលវេលាក្តីឧស្សាហ៍ព្យាយាមនិងការអនុវត្តជារៀងរាល់ថ្ងៃនេះឯងចូលបើកអានពាក្យណែនាំផ្សេងនៅក្នុងប្រការទាំងនេះឲ្យបានញឹកញាប់សូមចាត់ទុកសៀវភៅនេះគឺជាទីប្រឹក្សាដ៏ចំណិតលើការប្រស្រ័យទាក់ទង
បើពេលណាលោកអ្នកជួបវិបត្តិឬបញ្ហាស្មុគស្មាញមានដូចជាចង់បង្វឹកនិស្ស័យក្មេងឬពន្យល់ស្វាមីភរិយាលោកអ្នកឲ្យយល់ស្របតាមគំនិតរបស់ខ្លួនឬចង់បំពេញចិត្តអតិថិជនដែលពូកែរអ៊ូរទាំសូមរងាប់ទង្វើដែលធ្លាប់ធ្វើពីដើមមកគឺទង្វើដែលខ្វះការពិចារណាដែលវាតែងតែនាំឲ្យដើរផ្លូវខុសជាជាងការធ្វើតាមទម្លាប់ដដែលលោកអ្នកគួរតែបើកសៀវភៅនេះរកមើលចម្ពោះណាដែលត្រូវនឹងបញ្ហារបស់ខ្លួនពិចារណាលើសេចក្តីដែលលោកអ្នកបាន highlight ទុកហើយយកវិធីថ្មីទាំងនេះមកដោះស្រាយបញ្ហាបន្ទាប់មកចាំសង្កេតមើលលទ្ធផលដ៏ចម្លែកអស្ចារ្យថាតើវានឹងកើតឡើងដូចម្តេចខ្លះ 7. សូមឲ្យប្រាក់ទៅស្វាមីឬភរិយារបស់អ្នកកូនរបស់អ្នកឬមិត្តរបស់អ្នកម្ដង 1000 រៀល 2000 រៀល 5000 រៀលនៅរៀងរាល់ពេលដែលគេចាប់ថ្នាក់បានថាអ្នកបំពេញនឹងគោលការណ៍ដែលចែងនៅក្នុងសៀវភៅនេះចូលធ្វើការអនុវត្តតាមគោលការណ៍ផ្សេងបានសម្រេចល្បែងភ្នាល់កំសាន្តគួរជាទីរីករាយ 8. នាគ្រាមួយក្នុងការឡើងនិយាយចំពោះថ្នាក់សិក្សាដែលខ្ញុំបង្រៀនប្រធានធនាគារធំនៅ Wall Street បានអត្ថាធិប្បាយពីយន្តការដ៏មានប្រសិទ្ធភាពដែលគេអនុវត្តក្នុងការអភិវឌ្ឍខ្លួនឯងបរិសម្នាក់នេះរៀនមិនបានខ្ពស់ប៉ុន្មានទេតែគេអាចគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុដ៏សំខាន់មួយនៅអាមេរិកគេរៀបរាប់ថាជោគជ័យរបស់ខ្លួនអាស្រ័យលើការយកគោលការណ៍មួយដែលគេរៀបចំទុកនៅឯផ្ទះខ្ញុំនឹងរៀបរាប់ដូចបំផុតទៅតាមពាក្យសម្ដីរបស់គេអស់ជាច្រើនឆ្នាំមកហើយដែលខ្ញុំរក្សាទុកសៀវភៅកំណត់ពេលរបស់ខ្ញុំដែលកំណត់កម្មវិធីណាត់ជួបផ្សេងនៅពេលថ្ងៃនៅរៀងរាល់យប់ថ្ងៃសៅរ៍ចុងសប្តាហ៍ក្រុមគ្រួសាររបស់ខ្ញុំនឹងមិនឲ្យខ្ញុំជាប់រវល់ទៅណាទាំងអស់ព្រោះគេតែងតែចងចាំថាខ្ញុំនឹងប្រើក្បាលពេលប្រលប់ថ្ងៃសៅរ៍ក្នុងការត្រួតពិនិត្យខ្លួនឯងសិក្សាវាយតម្លៃដើម្បីស្វែងរកអំពីខ្លួនឯងឲ្យកាន់តែច្បាស់បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចខ្ញុំមកបើកសៀវភៅកំណត់ការណាត់ជួបហើយត្រិះរិះរកចម្លើយឆ្លើយតបវិធីជជែកវែកញែកនិងការប្រជុំដែលត្រៀមធ្វើក្នុងសប្តាហ៍នេះខ្ញុំតែងសួរខ្លួនឯងថាតើខ្ញុំមានភ្លេចភ្លាំងឬខុសឆ្គងអ្វីខ្លះតើខ្ញុំធ្វើអ្វីបានល្អខ្លះមានអ្វីខ្លះដែលខ្ញុំត្រូវកែលម្អខ្លួនឲ្យប្រសើរឡើងតើខ្ញុំត្រូវបានមេរៀនអ្វីខ្លះតាមបទពិសោធន៍ដែលខ្ញុំជួបប្រទះមកនេះខ្ញុំតែងតែដឹងជាប្រចាំថាដោយការពិចារណាខ្លួនឯងរៀងរាល់សប្តាហ៍វាធ្វើឲ្យខ្ញុំនៅមិនសុខខ្ញុំតែងតែមានចម្ងល់ជាញឹកញាប់ចំពោះចំណុចខ្សោយនិងកំហុសឆ្គងទាំងឡាយរបស់ខ្ញុំពិតប្រាកដណាស់កន្លងទៅជាច្រើនឆ្នាំនេះចំណុចខ្សោយទាំងកំហុសឆ្គងរបស់ខ្ញុំបានថយចុះយ៉ាងច្រើនបច្ចុប្បន្ននេះពេលខ្លះខ្ញុំនឹកស្ញែកខ្លួនឯងបន្ទាប់ពីការប្រជុំផ្សេងដែលប្រតិបត្តិបានយ៉ាងល្អវិធីពិចារណាពីខ្លួនឯងសិក្សាលើការប្រព្រឹត្តរបស់ខ្លួនឯងដែលខ្ញុំតែងធ្វើមកជាបន្តបន្ទាប់រៀងរាល់ឆ្នាំវាហុចផលប្រយោជន៍ដល់ខ្ញុំបានយ៉ាងច្រើនលើសពីអ្វីទាំងអស់វាជួយខ្ញុំធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវនិងជួយខ្ញុំយ៉ាងខ្លាំងមហិមាក្នុងរឿងសម្ព័ន្ធភាពជាមួយអ្នកដទៃនេះជាវិធីតែមួយគត់ដែលខ្ញុំមិនដឹងជារកវិធីលើកសរសើរណាឲ្យលើសពីនេះឡើយហេតុអ្វីលោកអ្នកមិនប្រើវិធីនេះដើម្បីត្រួតពិនិត្យលើការប្រព្រឹត្តរបស់ខ្លួនចំពោះគោលការណ៍ផ្សេងដូចដែលបានពោលនៅក្នុងសៀវភៅនេះបើលោកអ្នកព្រមសាកល្បងធ្វើតាមលោកអ្នកនឹងទទួលផលពីរប្រការ 1. លោកអ្នកនឹងរកឃើញថាខ្លួនបានរៀនមេរៀនដ៏មានតម្លៃកាត់ថ្លៃមិនបាន 2. លោកអ្នកនឹងរកឃើញថាសមត្ថភាពក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកដទៃនឹងដុះដាលបែកមែកសាខាដូចរុក្ខជាតិត្រូវទឹកសន្សើមលាស់ខៀវខ្ចីជាប្រចាំ 9. លោកអ្នកនឹងឃើញសន្លឹកទំនេរនៅប៉ុន្មានទំព័រចុងក្រោយសម្រាប់កត់ត្រាដែលលោកអ្នកគួរកត់ត្រាជ័យជំនះរបស់ខ្លួនក្នុងការអនុវត្តតាមគោលប្រតិបត្តិទាំងនេះសូមកត់ត្រារឿងលម្អិតផ្សេងឲ្យបានសព្វគ្រប់ដាក់ចំណងជើងចុះថ្ងៃទីនិងផលដែលទទួលបានការកត់ត្រាបែបនេះនឹងជួយពង្រឹងផ្លូវចិត្តលោកអ្នកឲ្យកាន់តែមានភាពឧស្សាហ៍ព្យាយាមឡើងខ្លឹមសារនៃកំណត់ត្រាទាំងនេះនឹងជួយឲ្យលោកអ្នកទទួលអារម្មណ៍ថាខ្លួនឯងមានបង្កប់ដោយមន្តស្នេហ៍យ៉ាងជ្រាលជ្រៅពីខាងក្នុងនៅពេលលោកអ្នកយកវាមកអាន
នៅច្រើនឆ្នាំក្រោយពីនោះមក